កម្រិតខារ៉ាត់គឺជាឯកតាដែលកំណត់ពីសមាមាត្រនៃមាសសុទ្ធដែលមាននៅក្នុងលោហៈធាតុមួយដោយគេចែកមាសចេញជា24ផ្នែកមាសសុទ្ធ 24K គឺមានមាសសុទ្ធជិត 100% ដែលមានភាពទន់ខ្លាំងដូច្នេះគេមិនសូវយកវាទៅផលិតជាគ្រឿងអលង្ការដែលត្រូវការក្បាច់រចនាស្មុគស្មាញនោះទេដើម្បីបង្កើនភាពរឹងមាំសម្រាប់ផលិតគ្រឿងអលង្ការគេត្រូវលាយមាសសុទ្ធជាមួយនឹងលោហៈធាតុផ្សេងៗដូចជាទង់ដែងប្រាក់ឬនីកែលមាស 22K មានមាសសុទ្ធប្រហែល 91.6% ដែលនៅតែរក្សាបានពណ៌លឿងច្បាស់និងមានភាពរឹងមាំសមរម្យសម្រាប់មាស 18K វាមានមាសសុទ្ធ 75% ដែលជាកម្រិតពេញនិយមបំផុតសម្រាប់ធ្វើគ្រឿងអលង្ការបង្កប់ត្បូងឬពេជ្រព្រោះវាមានភាពរឹងមាំខ្ពស់ចុះមកដល់កម្រិតមាស 14K និង 12K វិញសមាមាត្រនៃលោហៈធាតុផ្សំមានកើនឡើងដល់ 41.7% និង 50% រៀងគ្នាមាសកម្រិតទាំងនេះមានភាពរឹងមាំខ្លាំងបំផុតប៉ុន្តែបរិមាណមាសសុទ្ធមានតិចជាងដែលធ្វើឲ្យតម្លៃរបស់វាកាន់តែទាបទៅតាមនោះជាទូទៅកាលណាកម្រិត K កាន់តែទាបលោហៈធាតុដែលលាយជាមួយមាសនឹងមានច្រើនជាងដែលអាចបង្កើនភាពធន់នឹងការឆ្កូតប៉ុន្តែវាក៏អាចធ្វើឲ្យមាសមានពណ៌ខុសប្លែកគ្នាទៅតាមប្រភេទលោហៈដែលគេបានលាយបញ្ចូល